សួស្តីបងប្អូនទាំងអស់គ្នាបាទអត់សូវបានធ្វើវីដេអូធ្វើម្ហូបប្រហោះទៀតទេតែឥឡូវមកធ្វើម្ហូបមួយគឺបាទស្ងោរពោះជ្រូកបាទស្ងោរពោះជ្រូកជ្រលក់ជាមួយនឹងទឹកត្រីផ្អែមបាទនេះទិញពីផ្សារមកពោះជ្រូកជាមួយនឹងសួតផងដែរនិយាយចំគឺគ្រឿងក្នុងជ្រូកនេះយើងលាងទឹកស្អាតហើយមានទឹកអំបិលទឹកអីយើងដាក់បាទស្ងោរដាក់ចំហុយពោះជ្រូកអញ្ចឹងទៅបាទមួយឆ្នាំងតូចដែរទេឡើងពេញយើងស្ងោរវាឆ្អិនអញ្ចឹងណាបងប្អូនហើយយើងដំជាមួយនឹងគល់ស្លឹកគ្រៃបើមានស្លឹកក្រូចសើចដាក់ទៀតក៏ល្អដើម្បីកាត់ឆ្អាបខ្លះព្រោះពោះជ្រូកគឺធំក្លិនណាបងប្អូនអាហ្នឹងបើនិយាយទៅពោះថ្មីមិនក៏ធំក្លិនដែរអញ្ចឹងយ៉ាងធំក្លិនយើងត្រូវដាក់អីកាត់ឆ្អាបបន្តិចលើចាប់ដើមពុះហើយតែមិនទាន់ឆ្អិនទេបាទហើយនេះយើងមករៀបចំបន្លែយើងមានជីមានអីចឹងទៅដើម្បីយើងញ៉ាំផ្ទាប់ហើយនេះយើងមានជាមួយនឹងបាទសាឡាត់មានស្ពៃអីចឹងទៅ នេះយើងមកដំជាមួយខ្ទឹមដើម្បីធ្វើទឹកត្រីផ្អែមរបស់យើងហើយយើងចិញ្ច្រាំវាឲ្យម៉ត់មកជាមួយនឹងម្ទេសយើងច្រាមឲ្យម៉ត់ហើយយើងក៏មានជាមួយនឹងខ្ទឹមពណ៌ស្វាយបងប្អូនបាទអានេះវាចាប់ផ្ដើមពុះហើយយើងចាប់មើលថាវាមិនហើយឆ្អិននៅតែដូចជាមិនទាន់ឆ្អិនស្រួលទេយើងបាទត្រឡប់ចុះយើងមើលស្ថានភាពថាវាឆ្អិននៅចឹងវាមិនទាន់ឆ្អិនស្រួលយើងដាក់ចំហុយដាក់ស្ងោរវាបន្តទៀតដើម្បីឲ្យវាឆ្អិនបាទហើយនេះយើងបន្តធ្វើទឹកត្រីរបស់យើងដាក់ជាមួយប៊ីចេងស្ករអីហ្នឹងបងប្អូនបាទស្ករត្នោតស្ករខ្មែរយើងណាស្ករត្នោតហ្នឹងបងប្អូនកូរមកលាយជាមួយទឹកត្រីកូរឲ្យវាលាយបាទនេះធ្វើត្រីផ្អែមណាផ្អែមជូរហឹលបាទចឹងយើងកូរវាលាយស្ករសិនបន្ទាប់មកយើងមកហាន់ជាមួយនឹងក្រូចឆ្មារបស់យើងក្រូចឆ្មាខ្មែរយើងបានទឹកច្រើនបងប្អូនណាក្រូចធំនោះអត់សូវមានទឹកទេច្បាច់វាមួយផ្លែឬក៏ជាងមួយផ្លែតាមចំណង់ចំណូលចិត្តបរិមាណទឹកត្រីដែលបងប្អូនធ្វើហើយយើងភ្លក់មើលទៅហើយយើងដាក់ជាមួយនោះគ្រឿងរបស់យើងមានខ្ទឹមមានម្ទេសអីហ្នឹងហើយយើងថែមមួយអង្ករលីងឬក៏សណ្តែកដីអញ្ចឹងទៅតាមចំណង់ចំណូលចិត្តបងប្អូនហើយយើងមកថែមជាមួយនឹងស្លឹកខ្ទឹមដែរបាទយើងស្លឹកខ្ទឹមដាក់ចូលជាមួយឥឡូវបានឆ្អិនហើយវាឆ្អិនហើយអញ្ចឹងយើងដល់វគ្គស្រង់យកដើម្បីកាប់បាទអានេះវាងាយគ្រាន់តែដាក់ស្ងោរគាត់ណាមុនស្ងោរយើងត្រូវប្រយ័ត្នខ្លាចវាធុំក្លិនយើងត្រូវលាងមួយទឹកអំបិលហើយយើងត្រូវដាក់ជាមួយគល់ស្លឹកគ្រៃឬក៏ស្លឹកក្រូចសើចដើម្បីកាត់ក្លិនតែវានៅតែរាងក្លិនអញ្ចឹងបងប្អូនពោះជ្រូកវានៅតែរាងក្លិនអញ្ចឹងហើយអាគ្រឿងក្នុងវានឹងចង្កេះរាងល្វីងបន្តិចអញ្ចឹងអ្នកខ្លះអត់ចេះញ៉ាំទេតែខ្ញុំអត់សូវអីទេខ្ញុំចំណូលដែរគាត់នៅឆាប់តលន់ដែរបើញ៉ាំច្រើនតលន់ណានេះបានណាតិចតួចអីទេបាទយើងញ៉ាំច្រើនពេកវាទៅជាតលន់វិញទេបើសួតមិនសូវអីទេបាទតែមើលតំណងដែរហ្នឹងខានយូរយើងសាក់មកពេលមើលបាទនេះយើងកាប់មកអានេះខ្លែមក៏ត្រូវដែរតែដល់ថាញ៉ាំច្រើនគឺតលន់វិញទេបងប្អូននេះសួតបាទគឺខ្លែមតិចតួចអីគឺអែមនេះយើងកាប់ហើយមានជាមួយទឹកត្រីយើងហ្នឹងអានេះសាច់ជ្រូកខ្ញុំស្ងោរជាមួយដែរទេសាច់ជ្រូក3ជាន់បាទហើយនេះមានបន្លែមានអីរៀបប៉ុណ្ណឹងមកបានរួចមកពេលបាទអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនា